សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើញ៉ាំស្ដៅហូបម្ដងហើយគ្រឿងផ្សំរបស់ខ្ញុំមានស្ដៅមានប៉េងប៉ោះមានការ៉ុតមានទឹកសក់ហើយនឹងមានស្ពៃក្តោបពណ៌ស្វាយហើយមានជីគ្រប់មុខទៀតឥឡូវស្ដៅខ្ញុំញ៉ាំជាមួយនឹងសាច់ជ្រូកហើយខ្ញុំមានសាច់ជ្រូកមានសណ្តែកដីមានខ្ទឹមក្រហមខ្ទឹមសហើយម្ទេសហើយនឹងក្រូចឆ្មាឥឡូវខ្ញុំហាន់រួចរាល់ហើយខ្ញុំចាប់ផ្ដើមធ្វើទឹកត្រីខ្ញុំធ្វើដាក់ស្ករត្នោតឡើងខ្ញុំចាក់តាមប៊ីចេង1ស្លាបព្រាសៅរ៉ូឌី1ស្លាបព្រាហើយខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកប្រហុកដែលខ្ញុំដាំដាក់ជាមួយនឹងពេលយើងស្ងោរសាច់ជ្រូកហើយខ្ញុំដាក់ក្រូចឆ្មាបងប្អូនដាក់តាមតែបងប្អូនភ្លក់មើលសាបឬក៏ជូរឬក៏អីចឹងណាហើយខ្ញុំដាក់ខ្ទឹមសដាក់ម្ទេសខ្ញុំដាក់ម្ទេសហើយនឹងខ្ទឹមសដែលខ្ញុំច្រានហ្នឹងរួចរាល់ហើយខ្ញុំចាប់ដើមកូរហើយខ្ញុំរៀបចំខ្ញុំថែមទឹកត្រីខ្ញុំប្រើ2កូនស្លាបព្រាហើយបងប្អូនភ្លក់មើលទៅថាឥឡូវខ្ញុំដាក់រួចរាល់អស់ហើយខ្ញុំរៀបចំបន្លែហើយខ្ញុំដាក់ចូលនៅក្នុងកូនចានដៃហើយខ្ញុំចាក់សាច់ចូលហើយយើងច្បល់វាឲ្យវារៀងចូលគ្នាបន្តិចទៅហើយចាំយើងថែមចាក់ទឹកត្រីដែលយើងបានលាយហើយទុកមិញហ្នឹងណាឥឡូវខ្ញុំចាប់ដាក់សណ្តែកដីហ្នឹងយើងបុកក៏បានបាច់បុកក៏បានដល់ពេលខ្ញុំបុកហើយយើងដាក់ជីគ្រប់មុខដែលយើងបានលាងទុកហើយយើងចាប់ផ្ដើមស្រោចទឹកត្រីដែលយើងបានលាយទុកមិញហើយយើងស្រោចហើយយើងចាប់ផ្ដើមច្បល់ឲ្យវាចូលជាតិណាហើយបងប្អូនភ្លក់មើលទៅថាវាឆ្ងាញ់អត់អីចឹងបើសម្រាប់ខ្ញុំភ្លក់មើលហើយបើខ្វះមិនខ្ញុំថែមគ្រឿងតិចតែសម្រាប់ខ្ញុំឥឡូវញ៉ាំស្ដៅផុនខ្ញុំបានធ្វើរួចរាល់ហើយបងប្អូនឆ្ងាញ់ដឹងតែសម្រាប់ខ្ញុំធ្វើទៅដឹងឲ្យឆ្ងាញ់ហើយស្នាដៃខ្លួនឯងតើបងប្អូនមកអញ្ជើញពិសាជាមួយខ្ញុំទាំងអស់គ្នាចាបងប្អូនអរគុណច្រើនបងប្អូនចំពោះការតាមដានមើលវីដេអូរបស់ខ្ញុំមកខុសឆ្គងកន្លែងណាសូមបងប្អូនអភ័យទោសផងចាបងប្អូនបាយជម្រាបលាបងប្អូន